ជំរាបសួរបងប្អូនទាំងអស់គ្នាតោះអ្នកដែលអត់ដែរចិត្តមនោហ៎មករៀនចិត្តមនោមួយខ្ញុំទាំងអស់គ្នាឲ្យការចិត្តមនោនេះមើលទៅដូចងាយណាតែធៀបសម្រាប់ខ្ញុំនេះគឺអត់ងាយទេគ្រាន់តែចិត្តក្បាលមនោហ្នឹងខ្ញុំឡើងពិបាកឯងបន្ទាប់មកចិត្តសបកមនោខាងក្រៅនេះពេលចិត្តមនោសបកមនោខាងក្រៅនោះខ្ញុំប្រើក្បិតមុខ2ដែលមានមុខខ្មៅណាភាសាក្បិតនឹងមុតបើសិនជាប្រើក្បិតមុខ2ទូចសយើងនោះចិត្តអត់ដាច់ទេចឹងខ្ញុំក៏យកក្បិតមុខ2ខ្មៅនឹងយកមកចិត្តអាសបកលឿងនឹងចេញជុំវិញចោលឲ្យអស់មើលទៅមុខអ្នកចិត្តទៅដឹងហើយព្រោះថាមួយឆ្នាំអីចិត្តមនោតែម្ដងទេមើលការចិត្តនឹងក៏ដឹងថាមិនជាអ្នកជំនាញចិត្តដែរប៉ុន្តែយើងត្រូវតែរៀនចិត្តព្រោះឯមិនប្រកាសថាយើងត្រូវតែទៅទិញពីផ្សារដែលគេចិត្តហើយស្រាប់រហូតទេណាពេលយើងទៅផ្សារបើទៅពីភ្លឺអាចនឹងមានមនោចិត្តហើយតែបើយើងទៅរៀងយប់គេលុបអស់គេលែងចិត្តទេហើយមនោនេះគឺមនោនៅផ្ទះមានស្រាប់ចឹងហើយយើងក៏យកមករៀនចិត្តនិយាយឥឡូវយើងក៏បានចិត្តសបកលឿងនឹងជុំវិញអស់ហើយបន្ទាប់មកនោះយើងទៅចិត្តអាខាងជាប់គល់វាហ្នឹងតែចិត្តទៅមើលទៅដូចមិនសូវស្អាតក៏យកក្បិតហ្នឹងមកចិត្តវាថែមតិចទៀតទៅដល់ពេលចិត្តគល់ក្បាលហ្នឹងចេញហើយក៏ចាប់ផ្ដើមមើលស្លឹងមើលអាណានៅដែលជាប់លឿងហ្នឹងចិត្តបន្តទៀតព្រោះបើចិត្តម្ដងយកក្រាស់ឲ្យអស់សបកលឿងហ្មងយើងខ្លាចថាអស់សាច់វានៅតែមានលឿងតិចចឹងទៅក៏ចិត្តបន្ថែមទៀតចិត្តក្រាស់ខ្លាំងខ្លាចអស់សាច់ដល់ពេលចិត្តស្ដើងពេកវាអត់អស់អាសបកវាលឿងហ្នឹងហើយបន្ទាប់មកដល់វគ្គយើងចិត្តភ្នែកហើយនៅពេលដែលចិត្តភ្នែកហ្នឹងបើពេលលៃកាឡាវាអត់ត្រូវវានឹងចេញរៀងត្រង់មកមនោហ្នឹងអត់ស្អាតទេចឹងមុនពេលដែលនឹងខ្ញុំចិត្តភ្នែកនេះគិតទៀតតែបើដូចអ្នកដែលគាត់ចិត្តជាប្រចាំអីចឹងទៅគាត់ដឹងហើយពេលនេះខ្ញុំលក្ខណៈថារៀនចិត្តទេហើយបើបងប្អូនដែលគាត់អត់ដែលចេះចិត្តគាត់អាចរៀនចិត្តដូចខ្ញុំបានខ្ញុំចិត្តម្ដងពីកាឡាភ្នែកណាកន្លែងខ្លះវាជាប់គ្នាទៅខ្ញុំក៏ចិត្ត3ទៅពេលចិត្តដល់ខាងក្រោយហើយក៏ត្រឡប់ពីក្រោយឡើងមកលើវិញចិត្តផងគិតផងប្រឹងផងថាមនោហ្នឹងនៅសល់សាច់ហូបអត់ទេនេះបាន2ជួរបន្ទាប់មកទៀតចិត្តចុះចិត្តឡើងក៏រួចជាស្រេចអត់អីទេមនោដែលនាងខ្ញុំចិត្តនេះគឺសល់សាច់ហូបបានវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នា